Hello សួស្តីអ្នកនរគ្នាអេមានរឿងមួយចង់ប្រាប់អ្នកនរគ្នាថ្ងៃសៅរ៍ថ្ងៃអាទិត្យអត់មានបានចេញរឿងឲ្យទេអត់មានចេញរឿងថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ណាអ្នកនរគ្នាចឹងហើយយើងមកចូលរឿងយើងជាស្ដែងបងស្រីទៅគឺរឿងមកគួរជឿប៉ុន្តែនេះល្ងងខ្លៅពេកភាគទី7អ្នកនរគ្នារឿងហ្នឹងអត់មានឆាប់ចេញទេព្រោះថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងអត់មានរវល់តែនេះពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍កុំឲ្យឆ្លៀតពេលយូរចូលស្អីដូចអ្នកនរគ្នាកន្លែងស្នាក់នៅសម្រាប់សិស្សខាងក្រៅឆាងមីងសុនតើនាងជាសិស្សដែលពេលចូលទៅក្នុងនិកាយបានបង្កើតរណ្ដៅដ៏ធំមួយនៅក្នុងទីធ្លាមែនទេមែនហើយនោះជានាងពិតជាមានអ្វីមួយមែននាងបានទាក់ទាញចំណាប់អារម្មណ៍របស់ពួកព្រឹទ្ធាចារ្យខាងក្នុងបក្សក្នុងរយៈពេលដ៏ខ្លីមនុស្សម្នាក់ដែលព្យាយាមទាក់ទាញចំណាប់អារម្មណ៍បាទអ្នកមិនអីទេមនុស្សម្នាក់នេះពិតជាគ្មានភាពអៀនខ្មាសមែនតើអ្នកស្គាល់មូចុងស៊ីទេយើងមិនសូវស្គាល់គ្នាទេយើងគ្រាន់តែចៃដន្យបានជួបគ្នានោះជាការពិតតើសិស្សផ្ទាល់អាចនៅជាមួយយើងជាសិស្សខាងក្រៅដោយរបៀបណាដោយវិធីនេះខ្ញុំឈ្មោះឌូឈុនហើយខ្ញុំជាអ្នកហ្វឹកហាត់ដើរចុះអ្នកវិញខ្ញុំឈ្មោះយេឈៀវក្មេងស្រីម្នាក់នេះពិតជាមានជំនាញក្នុងការសម្រាប់ការសន្ទនាមែនខ្ញុំមានថ្នាក់រៀននៅពេលព្រលឹមថ្ងៃស្អែកចង់ទៅជាមួយគ្នាទេគ្មានបញ្ហាទេដោយសារអ្នកនៅកន្លែងដែលមិនស្គាល់ការស្វែងរកនរណាម្នាក់ដើម្បីចែករំលែកការជិះជាមួយមិនមែនជាគំនិតអាក្រក់នោះទេទីធ្លាឆាងមីងសុនទោះបីជាទាំងនេះគ្រាន់តែជាបច្ចេកទេសដើរជាមូលដ្ឋានក៏ដោយអ្នកមិនត្រូវខ្ជិលច្រអូសទេព្រោះពួកព្រឹទ្ធាចារ្យនឹងទទួលខុសត្រូវក្នុងការត្រួតពិនិត្យមេរៀនប្រចាំថ្ងៃរបស់អ្នកងុយដេកណាខ្ញុំគួរតែដឹងច្បាស់ជាងនេះយប់ជ្រៅគូរុកតារីស្មានយប់មិញពិភពនៃការដាំដុះពិតជារឿងមួយផ្សេងទៀតពួកគេមិនផ្ដល់ឱកាសឲ្យអ្នកចាប់ផ្ដើមរៀនសូម្បីតែម្ដងគ្រប់ប្រភេទនៃរឿងចំណែកចលនាកាន់ដាវរបស់មនុស្សគ្រប់គ្នាគឺមិនធម្មតាទេវគ្គនេះគឺអត់មានអ្នកដឹងគេនិយាយពីអីខ្លះទេអត់សូវយល់ហើយណាមួយវាបកប្រែអត់កើតទៅអត់មានអូសឲ្យអ្នកគ្នាមើលតិចទេ
ដែលតួស្រីរបស់យើងហ្នឹងកំពុងតែអានសៀវភៅពីក្បាច់គុណណាអ្នកគ្នាការវឹកហាត់ដាវតួស្រីយើងអានទៅតួស្រីយើងយល់ហើយប៉ុន្តែតួស្រីយើងអត់បានអនុវត្តចឹងណាអ្នកគ្នាហើយគេមិនដឹងថានិយាយពីស្អីខ្លះទេអត់មានអត់ដឹងទេតោះកុំឲ្យវិញឆ្ងាយចូលយើងមើលតទៀតទៅព្រៃនៅម្ដុំនេះអត់សូវមានរឿងអីនិយាយទេតើមានរឿងអ្វីកើតឡើងដែលតួស្រីរបស់យើងគឺឆ្ងល់ព្រោះអីតួស្រីយើងអានសៀវភៅហ្នឹងគឺយល់ច្បាស់ពីការវឹកហាត់នៃដាវហ្នឹងណាគ្នាតែតួស្រីយើងអត់បានអនុវត្តតើអ្នកបានរៀនវាហើយឬនៅខ្ញុំបានឃើញអ្នកអង្គុយនៅកន្លែងដដែលអស់រយៈពេលជិត1 ម៉ោងហើយខ្ញុំគិតថាខ្ញុំយល់ហើយប៉ុន្តែខ្ញុំមិនទាន់បានសាកល្បងវានៅឡើយទេខ្ញុំមិនហ៊ានធានាថាខ្ញុំបានរៀនបច្ចេកទេសដាវបន្ទាប់ពីអានវាតែម្ដងនោះទេខ្ញុំនឹងសាកល្បងវានៅពេលក្រោយហើយរឿងរបស់យើងក៏បានបញ្ចប់នៅត្រឹមតែប៉ុណ្នេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ Goodbye អ្នកគ្នា admin មានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយ Bye bye